បាទសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ធ្វើការចែករំលែកឬក៏បង្ហាញបន្តិចទៅនឹងការអាប់ដេតរបស់ TikTok អញ្ចឹង TikTok គឺមានគម្រោងនៃការអាប់ដេតជាមួយនឹង option ឬក៏មុខងារreverse program reverse program អញ្ចឹងទៅនឹងការអាប់ដេតនេះគឺ TikTok នឹងធ្វើការអាប់ដេតនៅថ្ងៃទី4ខែ12ឆ្នាំ2025យើងចាំមានការអាប់ដេតនៅចំណុចមួយចំនួនទៅនឹងការលុយជាមួយនឹងមុខងារឬក៏ option reverse program អញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការចង់ធ្វើការបង្កើត account PayPal បង្កើត account PayPal full KYC យកទៅ set up ទទួលលុយចេញពី TikTok ឬក៏ Payoneer បងប្អូនអាចតាក់ទងមកខ្ញុំបានគឺខ្ញុំមានទទួលបង្កើត account PayPal បង្កើត account Payoneer ធ្វើ receiving account Payoneer បង្កើត account PayPal full KYC ហើយក៏មានទទួលបង្កើត account TikTok ដែលមានមុខងារលុយជាពិសេស TikTok អាមេរិកអីផ្សេងៗជាដើមទទួល set up ជាមួយនឹង TikTok Facebook ផ្សេងៗជាដើមហើយក៏មានលក់ VPS ដែលយើងប្រើប្រាស់លក្ខណៈជាមួយឆ្នាំពេញតោះឥឡូវយើង go back to our topic វិញអញ្ចឹង TikTok នឹងធ្វើការ update នៅខែ12ថ្ងៃទី4ឆ្នាំ2025តាក់ទងនឹងមុខងារ Creator Rewards Program អញ្ចឹងការ update ទី1គឺតាក់ទងនឹង RPM អញ្ចឹង RPM នេះគឺអត់មានអី detail ជាធំដុំទេអញ្ចឹងវាគ្រាន់តែបញ្ជាក់ថាoption standard reward ហើយនិង additional គឺវានឹងធ្វើការរួមបញ្ចូលគ្នាតែមួយអញ្ចឹង RPM ហ្នឹងគឺវាសរុបចូលគ្នាហើយការ update នៅលើចំណុចទី2គឺតាក់ទងនឹង qualified views will also be include search views of at least 30 seconds អញ្ចឹងតើទៅនឹង qualify view នេះមានន័យថា viewer របស់យើងចូលទៅមើលវីដេអូរបស់យើងដែលយើងផុសនៅក្នុង TikTok account របស់លុយរបស់យើងមើលចាប់ពី30 second ឡើងបានវាគិតលុយឲ្យយើងតែបើគ្រាន់តែចុច click ចុច view បន្តិចក្រោម30 second គឺ TikTok អត់គិតលុយឲ្យទេអញ្ចឹងត្រូវដឹងច្បាស់ថាវីដេអូយើងហេតុអីមិនអត់លុយមិនរកលុយអត់បានដោយសារ viewer របស់យើងក៏អត់សូវចូលចិត្តវីដេអូរបស់យើងឬក៏គេមើលតែបន្តិចហើយគេធុញគេថាអត់ប្រយោជន៍អីចឹងទៅអញ្ចឹងគេចេញវិញអញ្ចឹងមានន័យថាមើលក្រោម30 second ឬក៏ក្រោម30វិនាទីគឺវាអត់គិតលុយឲ្យទេអញ្ចឹងមានន័យថាចាប់ពី30វិនាទីឡើងទៅបានវាគិតលុយឲ្យអញ្ចឹងត្រូវដឹងខ្លួនឯងអញ្ចឹងព្យាយាមផលិតវីដេអូដែលមានប្រយោជន៍ដែលតាក់ទាញអ្នកមើលឲ្យមើលបានយូរអញ្ចឹងយើងបានលុយច្រើនអាហ្នឹងការអាប់ដេតទី2អាប់ដេតទី3គឺតាក់ទងនឹង qualify ជាមួយនឹងប្រទេសដែលអាចរកលុយជាមួយនឹង TikTok បានជាមួយនឹង option ឬក៏មុខងាររកលុយ Creator Rewards Program គឺមានប្រទេសអីគេខ្លះវាដាក់ថា available មាន United States Mexico Brazil South Korea Japan Germany the United Kingdom and France អញ្ចឹងវាបញ្ជាក់ប្រទេសដែលរកលុយជាមួយនឹងមុខងារ Creator Rewards Program តាមរយៈ viewer របស់យើងគឺមានតែប្រហែលប្រទេសហ្នឹងទេអូខេអញ្ចឹងវីដេអូខ្ញុំមានតែការបង្ហាញទៅនឹងទេចែកម្លែកប៉ុណ្្នឹងទេតែទៅនឹងការ update របស់ TikTok នៅខែ12ថ្ងៃទី4ឆ្នាំ2025ហើយបងប្អូនមានតម្រូវការចង់ធ្វើការបង្កើត account PayPal បង្កើត account PayPal full KYC ឬក៏មាន PayPal ហើយចង់ធ្វើវាទៅជា full KYC តាក់ទងមកហើយហេតុអីបានយើងចាំបាច់ត្រូវធ្វើ full KYC តាក់ទងមកខ្ញុំផ្ទាល់មកគឺមាន detail ហើយណាមួយក៏ខ្ញុំមានវីដេអូបង្ហាញដែរឬក៏និយាយដែរជាមួយនឹង KYC នៅក្នុង YouTube channel របស់ខ្ញុំដែលមានឈ្មោះ Montic Cambodia ហើយខ្ញុំក៏មានទទួលបង្កើត account Payoneer ទទួលធ្វើ receiving account Payoneer ហើយបងប្អូនដែលបង្កើត account Payoneer ហើយស្រាប់អត់មាន receiving account អត់មាន balance អត់មានអីតាក់ទងមកមានបញ្ហាមួយ Payoneer តាក់ទងមកខ្ញុំទទួលអត់ស្អីហើយខ្ញុំក៏មានទទួលធ្វើ EIN ទទួល set up TikTok set up Facebook ផ្សេងៗជាដើមហើយក៏មានលក់ VPS ដែលយើងប្រើប្រាស់លក្ខណៈជាមួយឆ្នាំឬក៏មួយឆ្នាំពេញបាទសូមអរគុណជួបគ្នាបាននៅវីដេអូក្រោយទៀត